Chìm to tam phơi mấy ta lên khai cáp đừng khai cà bót bẩn ta bạp sầu lâu ảnh chăng ấy để ta chôn mạng chôn phụ bạn ta đa lên hai dây bẩn ta đa chôn của anh ta đa lên sao chăng video này cứ chỉ video solo trip bỏ nhóm ta đa lên khai cáp khai cà bót pi ngày mà dùng hai trip được này cứ tắc bạp chàng trai mỏng á vậy ta admin cọ cả lạnh kê hay cọ admin mơ bạp đài hay bờ số tham admin plan nó cứ admin plan này vậy ta nó khơi chàng trai tơ văng mỏng vậy ta nhâm chơi video này mang đậm môi chiên cây thòng này ta admin bẩn ta đã xa từ dương thời châu cả lạnh chiên tô ai quạt đâu hình sân đâu ai chân tết rồi ban tránh nó cứ bằng đập pi chiên ngay hay môn trip dương star ta của nhóm châu chạ sang mà pin nên ta admin ôi vậy man đa lên đời ca sang lang thay trong sổ tập này đâyហ្នឹងហើយសម្រាប់វីដេអូមុនដែលខ្ញុំជូនម៉ាក់ខ្ញុំជូនមិត្តភក្តិខ្ញុំទៅហ្នឹងផ្ទុកខ្លាំងមែនតើឡើងមានអ្នកខមមិនសួរអ្នកឆាតសួរអីអញ្ចឹងណាថាខ្ញុំទៅតាមផ្លូវណាផ្លូវណាអីចឹងទៅនិយាយទៅចេញពីផ្ទះខ្ញុំទៅគឺខ្ញុំត្រូវជិះកាត់វងមូគួរសៅអញ្ចឹងអ្នកនរគ្នាខ្ញុំឡើងទៅតាមផ្លូវជាតិលេខ3ហើយសម្រាប់ផ្លូវធ្វើដំណើរពីភ្នំពេញទៅកពតកែបហ្នឹងគឺអត់មានអីពិបាកអីអ្នកនរគ្នានិយាយទៅផ្លូវគេធ្វើស្អាតហ្មងជិះទៅត្រង់ទៅគឺដល់ហើយជឿខ្ញុំជិះទៅត្រង់អីអត់យកទេអ្នកនរគ្នាខ្ញុំនិយាយលេងហើយផ្លូវដែលខ្ញុំទៅហ្នឹងគឺខ្ញុំជិះដូចវីដេអូមុនអញ្ចឹងអ្នកនរគ្នាយើងជិះកាត់តាមជំនាភ្នំអីអញ្ចឹងណាប៉ុន្តែនៅជួរហ្នឹងឥឡូវគឺឡើងមានភ្នំតេគឺគេមានលក់អីពេញហ្នឹងអញ្ចឹងទៅបើសួរខ្ញុំថាកន្លែងហ្នឹង fresh ដូចមុនអត់ដូចអាពេលខ្ញុំទៅមួយម៉ាក់ខ្ញុំមានទាំងអស់គ្នាប៉ុន្តែបើសួរថាវា better អត់ yes ដោយសារតែមានបងប្អូនយើងគាត់រៀបចំកន្លែងលក់ដូរនៅនឹងស្អាតអីអញ្ចឹងទៅក៏លក្ខណៈថាពួកគាត់អាចរកចំណូលបានហើយកន្លែងហ្នឹងក៏វាតាក់ទាញភ្ញៀវទេសចរដែរហើយចេញពីហ្នឹងទៅគឺខ្ញុំជិះដេញតាំងពីឆ្នេរអង្កោររហូតដល់ឆ្នេរកែបយើងណាទាំងអស់គ្នានិយាយទៅចេញពីភ្នំពេញមកដល់ឆ្នេរកែបនេះខ្ញុំចំណាយពេល3ម៉ោងអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំឈប់តាមផ្លូវពីបេដងនេះអញ្ចឹងហើយកុំឲ្យថែមដាលេងនៅតំបន់សមុទ្រហាក់បានញ៉ាំគ្រឿងសមុទ្រអីអញ្ចឹងណាអ្នកទាំងអស់គ្នាគឺខ្ញុំមកញ៉ាំមឹកអាំងដូចជាបកាននៅកន្លែងយាយសក់ខ្វះនិយាយទៅកន្លែងគាត់នេះរៀបចំនៅអាផ្លូវនេះគឺស្រួលចូលញ៉ាំមែនតើមកអាចចតម៉ូតូចតឡានបានអញ្ចឹងហើយចេញពីកន្លែងគាត់នេះប្រហែលជាម៉ោង7:04 3កន្លះអីចុះខ្ញុំរៀបចេញមកខាងកពតវិញអ្នកទាំងអស់គ្នាដោយសារតែខ្ញុំមាន plan ថាទៅគេងនៅខេត្តកពតប៉ុន្តែខ្ញុំអត់ទាន់កក់កន្លែងអីទេអញ្ចឹងទៅខ្ញុំត្រូវទៅដល់ខេត្តកពតហ្នឹងមុនពេលដែលមេឃល្ងិតដោយសារតែភ្នែកខ្ញុំបើកម៉ូតូពេលយប់អត់កើតទេខ្ញុំមើលអត់សូវឃើញអញ្ចឹងមិនខ្វាក់មាត់អ្នកទាំងអស់គ្នាគាត់ថាភ្នែកយើងវាអន់មួយពលឺនិយាយទៅអាពលឺឡានពលឺម៉ូតូហ្នឹងគឺខ្ញុំឃើញមើលឃើញចេញពលឺឆពន់រាសីអញ្ចឹងដើម្បីសុវត្ថិភាពលក្ខណៈថាយើងជិះម៉ូតូផ្លូវឆ្ងាយណាមួយយើងម្នាក់ឯងទៀតអីអញ្ចឹងគឺយើងសូត្រទៅឲ្យដល់រៀងរសៀលអញ្ចឹងទៅកុំឲ្យយប់ពេកហើយមកកពតនេះក្នុងចិត្តរបស់ខ្ញុំគឺចង់មកផឹកមួយឆានៅ Starbucks អញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែពេលដែលខ្ញុំជិះម្ដងឃើញមនុស្សច្រើនខ្លាំងពេកហើយខ្ញុំ introvert អីអញ្ចឹងទៅខ្ញុំក៏ decide ថាទៅរកផ្ទះគេងសិនហើយកន្លែងដែលខ្ញុំគេងនេះគឺអត់នៅម្ដុំក្រុងទេអ្នកទាំងអស់គ្នាគឺខ្ញុំត្រូវឆ្លងស្ពានចាស់មកអញ្ចឹងមិនចាហៀងនោះគេហៅកោះថៃ something ខ្ញុំភ្លេចបាត់ទៅនេះប៉ុន្តែកន្លែងហ្នឹងគឺខ្ញុំមកតាម vlog YouTube របស់ Hero នឹងថ្ងៃគាត់មកគេងកន្លែងហ្នឹងហើយខ្ញុំគ្រាន់តែមើលវីដេអូកន្លែងហ្នឹងហើយខ្ញុំ feel like មានអារម្មណ៍ថាកន្លែងហ្នឹងទំនងនិយាយទៅចាប់អារម្មណ៍ហ្មងហើយខ្ញុំក៏មកហ្មងទៅវាអត់មានមើល map ទេគឺជិះមករហ្មងហើយចេះជិះមកឃើញខ្ញុំនិយាយមិនសារខ្លួនឯងខ្លាំងនិយាយទៅរបៀបថាចេះពេលខ្លះយើងអត់ expect អីគឺវាមកខ្លួនឯងហ្មងអូខ្ញុំនិយាយមែនណាកន្លែងហ្នឹង good man និយាយទៅខ្ញុំឡើង feel like home ហ្មងរបៀបថាម្ចាស់ផ្ទះនៅនឹងគាត់ហូរហៀយកហើយនិយាយទៅរបៀបថាដូចខ្ញុំមកម្នាក់ឯងស្រី solo អីចឹងអត់មានអារម្មណ៍ថាខ្លាចថាអីទេហើយនៅបន្ទប់ដែលខ្ញុំគេងនេះមួយយប់ទៅ15អ្នកទាំងអស់គ្នាធំខ្លាំងមែនតើនិយាយទៅសម្រាប់ខ្ញុំគឺធំហើយរបៀបថាយើងម្នាក់ឯងហើយសំខាន់បើសិនជាមានគ្នា2 3នាក់អីក៏នៅតែធំដែររបៀបថា space នៅនឹងធំអីអញ្ចឹងហើយសំខាន់ view គេ view នៅនេះឲ្យអួយហ្មងរបៀបថាចេះទោះជាបែរមកអត់មានសមុទ្រមានភ្នំអីឲ្យមើលប៉ុន្តែអាទេសភាពសុខភូមិគេនៅកពតហ្នឹងគឺខ្ញុំគ្រាន់តែឃើញហើយគឺស្លាមុខស្លាមាត់បាត់ stress ហ្មងហើយនេះលទ្ធផល introvert អ្នកទាំងអស់គ្នាអូយាយមែនមកដល់កពតហើយអត់បានចូលតាមបាកពតទេមានជាការនៅ order Grab បានទៀតហើយបន្ទាប់ពីហ្នឹងមកគឺខ្ញុំអង្គុយ clear ការងារខ្ញុំតិចតួចអីអញ្ចឹងណាហើយក៏មានជាការសម្រាប់ដោយសារតែយើងធ្វើដំណើររៀងច្រើនម៉ោងដែរសុទ្ធយកអីចឹងណាហើយណាមួយក៏លក្ខណៈថាចាំរៀងល្ងាចបន្តិចចាំចេញដើរទៅព្រោះឥឡូវរៀងក្តៅដែរអញ្ចឹងតែពេលជិះម៉ូតូពីភ្នំពេញមកកពតក្តារថ្ងៃត្រង់ហ្នឹងគឺអត់ក្តៅទេចាអូយមានអារម្មណ៍ថា vlog នេះយូរមែនតែនហ្មងប៉ុន្តែ yes ខ្ញុំខ្ជិលកាត់ពីប៊ីដងអញ្ចឹងខ្ញុំដាក់មក vlog ហ្មងទៅហើយពេលល្ងាចហ្នឹងគឺខ្ញុំជិះម៉ូតូមកដើរលេងមើលភូមិស្រុកមើលអីគេអញ្ចឹងណាតាមរកអីញ៉ាំប៉ុន្តែម្នាក់ឯងញ៉ាំមកដឹងញ៉ាំអីរបៀបថាចង់ញ៉ាំអីតែម្ចាស់នេះព្រោះហៅច្រើនក៏អត់ញ៉ាំអត់ដែរម្នាក់ឯងអញ្ចឹងណាមួយកំសត់ឯកាអញ្ចឹងហើយមកកពតមិនសាយប៉ុន្តែអត់ដែរមកតន់ណាកន្លែងទឹកគេបាញ់សោះតំទៅលើកហ្នឹងឯងរបៀបថាយើងវាអត់មាន expect អីដល់ពេលជិះទៅដល់ចំពេលគេបាញ់ទឹកហ្នឹងហើយឡើងស្អាតអ្នកនរគ្នាប៉ុន្តែរៀងសើមជោគបន្តិចហើយចេញពីកន្លែងហ្នឹងទៅខ្ញុំក៏ទៅញ៉ាំមី hot pot អ្នកនរគ្នាទីតាំងរបស់គាត់នេះគឺទល់មុខកន្លែងនេះហ្មងអ្នកនរគ្នាទៅបើសិនជាចង់ញ៉ាំ hot pot ឆ្ងាញ់កន្លែងធូរអីអាចមកនេះបានសំខាន់អូច្រើនខ្លាំងអ្នកនរគ្នាខ្ញុំញ៉ាំតងសល់ហ្មងខ្ញុំស្ដាយណាហើយញ៉ាំអីឆ្អែតប៉ុណ្ណឹងហើយនៅឆ្លៀតថែមនំប៉័ងអាំងទៀតអ្នកនរគ្នាកុំឲ្យថែមមកដល់កពតអត់បានញ៉ាំនំប៉័ងអាំងប៉ុន្តែពេលខ្ញុំទៅកុំទិញអីអ្នកគ្នាម្នាក់ឯងញ៉ាំអត់អស់ហើយណាមួយពេលយប់អញ្ចឹងស្ដាយហើយចេញពីហ្នឹងទៅអត់មានតាណាទេគឺទៅផ្ទះនឹងឯងប្រហែលជាម៉ោង9ជាងអីហ្នឹងខ្ញុំចូលផ្ទះវិញអ្នកនរគ្នាដោយសារតែម្នាក់ឯងអត់ដឹងទៅណាដឹងផឹកអីអត់ដឹងហ្មងណាមួយយកមកដើរលេងម្នាក់ឯងចេះកុំនៅយប់ឆៅពេកនិយាយទៅកុំឲ្យអ្នកផ្ទះគាត់បារម្ភអីអញ្ចឹងនិយាយទៅសម្ដែងធ្វើជាកូនល្អប៉ុន្តែលួចជិះម៉ូតូមកដើរលេងម្នាក់ឯងអូយប៉ិនមែនចូលមកដល់ស្អែកថ្ងៃទី2ចាងើបមកមានចការ9កន្លះព្រឹកអ្នកនរគ្នាអូយមិនមែនដេកស្រួលពេកហើយផឹកបលឹមអញ្ចឹងអត់មានសវ័យសវ៉ាហៅអីញ៉ាំពេលផឹកណាមានចការសវ័យសវ៉ាទៅហៅកាហ្វេហ
ហាងកាហ្វេកាហ្វេដែលគេល្បីនៅម្ដុំទឹកឈូកតំបើកថ្មីរបៀបថា view ស្អាតអូខ្ញុំនិយាយមិនខ្ញុំចង់ទៅកន្លែងហ្នឹងខ្លាំងហ្មងដោយសារអីគេឆ្លាតណាគេបកកាយយកចាប់ទីតាំងដែលមើល view ឃើញស្ពានឃើញទឹកហូរអីឡើងស្អាតហ្មងអាកាខ្ញុំទៅទឹកឈូកល្មុនខ្ញុំឃើញប្លង់កន្លែងហ្នឹងទេខ្ញុំថាជាអូយកន្លែងហ្នឹងបើសិនជាគេធ្វើហាងកាហ្វេអីដឹងតែល្អហ្មង and then yes មានគេធ្វើហាងកាហ្វេមែនហើយសំខាន់ណាគាត់ច្នៃមកឡើងស្អាតស៊ីមួយ vibe ហ្នឹងហ្មងនិយាយទៅខ្ញុំអ្នកជើងផឹកកាហ្វេដែរប៉ុន្តែយើងមកម្នាក់ឯងចេះដើម្បីសុវត្ថិភាពផ្លូវពោះរបស់យើងគឺចាមានជាការ order មួយឆាហ្នឹងហើយព្រោះចែខ្លាចចែស្រឡាញ់កាហ្វេម្នាក់ឯងប៉ុន្តែកាហ្វេអត់ស្រឡាញ់ចែវិញអីអញ្ចឹងអូមួយទៀតអ្នកនរគ្នាផ្លូវទៅទឹកឈូហ្នឹងចង់និយាយថាមេបើតាមផ្លូវឆ្លងខ្លាំងមែនតើនិយាយទៅគឺជីគ្រាន់តែជីទៅគឺស្ទើរមេបើហ្មងចែឡើងជីជ្រៀងស្រែកលេឡូម្នាក់ឯងហ្មងហ្នឹងហើយប៉ុន្តែជ្រៀងតិចតិចឯងកុំឲ្យគេលឺលួយខ្មាស់គេដែរអញ្ចឹងហើយជីតាមផ្លូវខូនគេលក់ផ្លែឈើឆ្លងខ្លាំងមែនតើជាពិសេសត្រេងសៅម៉ៅអីហ្នឹងនិយាយទៅគឺដល់ខែហើយខែ5ខែ6ហ្នឹងគ្រាន់ជីហត់តាមផ្លូវហ្នឹងក៏ឆ្អែតដែរនិយាយលេអ្នកគ្នាក៏ប៉ិតអត់លុយទិញត្រេងហូនិយាយទៅខ្ញុំជិះមកហាងកាហ្វេនេះតែមួយផ្លែតដែរអ្នកនរគ្នាដោយសារតែម្នាក់ឯងហើយអត់មានអីធ្វើដែរព្រោះមកនេះឃើញគេមកក្រុមមកគ្រួសារអីចឹងទៅអួយមានអារម្មណ៍ថារៀងឯកោអញ្ចឹងក៏ជិះត្រឡប់មកក្រុងវិញហើយមហោទៅញ៉ាំបាយផឹកអីអញ្ចឹងប៉ុន្តែជិះទៅជិះមកអត់ដឹងញ៉ាំអីឃើញកន្លែងអីលក់នៅមួយចុកនេះចាឃើញកន្លែងគាត់នឹងតំណងក៏ចូលអីអញ្ចឹងមួយចានដូចតែ8000ទេ7 8000ហ្នឹងឯងភ្លេចបាត់ហើយប៉ុន្តែឆោនខ្លាំងអ្នកនរគ្នាអូខ្ញុំញ៉ាំឡើងសទៀតខ្ញុំនិយាយខ្ញុំស្ដាយហើយទ្រាំញ៉ាំអីហើយហ្នឹងវាម៉ោង10ជាងចិត្តម៉ោង10ដែរអ្នកនរគ្នាខ្ញុំក៏គិតថាយើងមករៀបអបានរៀបអីយើងមកផ្ទះវិញអញ្ចឹងដោយសារតែត្រូវ check out ម៉ោង12តែម្ដងក៏ប៉ុតហើយភ្លេចអត់បានទេជាមួយនឹងធីរ៉ាមីសុអ្នកនរគ្នាចាអូយទៅគូទិញមកខ្ចប់ញ៉ាំនៅកន្លែងគេហ្មងហើយបើនិយាយពីរសជាតិមែនចាគឺឆ្ងាញ់ដូចដើមនិយាយទៅគឺចាឲ្យលេខ1ហ្មងហើយចេញពីហ្នឹងអត់មានតាណាទេគឺ direct មកផ្ទះហ្មងហើយពេលខ្ញុំចេញមកហ្នឹងវាប្រហែលម៉ោង2:10ដដែលអ្នកនរគ្នាអញ្ចឹងខ្ញុំមកដល់ភ្នំពេញនេះប្រហែលម៉ោង3ដដែលអ្នកនរគ្នាហើយតាមផ្លូវហ្នឹងក៏បានឈប់ចូលទិញប្រហិតទិញអីញ៉ាំគេឯងដែរនិយាយថាយកបានញ៉ាំបាយថ្ងៃត្រង់អីហើយមួយ trip នេះខ្ញុំចាក់សាំងអស់2ដងអ្នកនរគ្នានិយាយទៅម្ដងមកពេញហ្នឹងដូចជា5រៀល20 something ហ្នឹងហើយអញ្ចឹងពីរដងហ្នឹងវាអស់$10 អញ្ចឹងបើណាគេចង់ទៅដើរលេង solo trip ដូចខ្ញុំហើយគិតថាខ្លាចគិតថាអីអត់ហ៊ានអីអញ្ចឹងអ្នកនរគ្នាអាចសាកល្បងធ្វើលេងតិចតិចដូចខ្ញុំអីអញ្ចឹងព្រោះដូចខ្ញុំអីគឺខ្ញុំអត់មានបខំតាណាអ្នកនរគ្នាគឺខ្ញុំចំណាយពេលមួយធ្វើរឿងហ្នឹងហ្មងអញ្ចឹង vlog solo trip របស់ខ្ញុំទៅកពតកាល2ថ្ងៃមួយយប់ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាណាគេមើលវីដេអូនេះដល់ចប់អញ្ចឹងអូ my god ខ្ញុំនិយាយមែន love you ខ្លាំងមែនតើ